សូមនាំអារម្មណ៍លោកអ្នកនាងក្រឡេកមើលយុវៈម្ចាស់សំលៀងបំពេថ្នមចិត្តនោះគឺលោកកែវសារ៉ាតដែលកំពុងអង្គុយនៅលើផ្ទាំងសិលានៃឆ្នេរជលសាដ៏ធំល្វឹងល្វើយបណ្ដែតមនោសញ្ចេតនាដ៏សែនឆ្ងាយទៅកាន់ស្រមោលអនុស្សាវរីយ៍ដែលលោកធ្លាប់បានសាកសងជាមួយនឹងនារីមួយរូបនៅក្នុងគ្រាអតីតកាលពិតមែនតែថាពេលនេះរូបអូនត្រូវឃ្លាតចាកឆ្ងាយពីបងទៅហើយមិនដឹងថាអូនទៅទីណាសូម្បីតែឆ្នេរជលសាដែលបងនិងអូនធ្លាប់រត់ប្រឡែងគ្នានៅលើឆ្នេរខ្សាច់ដ៏សក្បុសក៏មិនដឹងថាអូននៅទីណាដែរម្ចាស់ស្នេហ៍បណ្ដោះចិត្តបងអើយទោះបីជារូបកាយអូនត្រូវឃ្លាតឆ្ងាយពីបងទៅដល់ទីណាក៏ដោយក៏ចិត្តបងនៅតែស្រមៃនៅតែនឹកឃើញជានិច្ចគ្រប់អនុស្សាវរីយ៍ដែលយើងទាំងពីរធ្លាប់សាងរួមគ្នាចាំមិនភ្លេចនៅក្នុងរាត្រីមួយនៃឆ្នេរសមុទ្រលើផែនថ្មដាពេលនេះអ្វីនៅដដែលក៏ពិតមែនប៉ុន្តែអារម្មណ៍របស់បងបែរជារងាកំព្រាឯកាពេលដែលបាត់ម្ចាស់ស្រីដែលធ្លាប់សាសងសម្ដីជាមួយបងនៅលើផែនថ្មនៃឆ្នេរជលសានេះក្នុងពេលនេះចិត្តបងសាននឹកអូនណាស់តើអូននៅទីណាបានជាបាត់ដំណឹងសូនឈឹងយ៉ាងនេះអោខ្យល់សមុទ្រអោឆ្នេរជលសាសូមអ្នកជួយធ្វើជាសាក្សីនិងជួយពំនាំពាក្យពេចន៍សម្ដីរបស់បងទៅ5អូនថាបងនឹកអូនណាឆ្នេរជលសាដ៏ធំធេងអង្គសុយណាម្នាក់ឯងណែនអោរាយើងធ្លាប់សាសងពីរលត់សន្តិមិនដែលខារលក្រមក្រគ្មានឈប់ជួសួងព្រះច័ន្ទចរងប្រទៀនអំភ្លើក្ដីស្នេហ៍យើងពីត្រាយកនេះកលយានរត់ទៅណាម្នាក់ឯងចំបាយលែងទុកខាថាស្រស់ជីវ៉ាទៅណាឈ្មោះអូនចាទុកនៅឡាកណល់ខ្នាយសីលារកនួនល្អពីជួយនាំពំពីងទៅប្រាប់នាំលើចោមផ្លូវឲ្យខ្ញុំផង
រៀមនៅចាំ